ចឹងសួស្តីបងប្អូនfan page ចឹងថ្ងៃនេះខ្ញុំមានលំហាត់ limit ប្រហែលជាវិញ្ញាសាហ្មងទៅហ្នឹងហើយចឹងឥឡូវយើងទីកយើងធ្វើទីកសិនទីកគេឲ្យ limit x ខិតទៅចិត្តប៉ុន្មានសូមដាក់បណ្ដូលរៀងស្ដើងបន្តិចបាទ limit x ខិតទៅចិត្ត pi លើ4នៃ sin x ដក pi លើ4ចែកជាមួយនឹង pi លើ4ដក x បាទជាការពិតបើយើងជួសទៅអូនឯងនឹងឃើញហើយអូខេជួស x មក pi លើ4កន្លែងនេះវាទៅជាអី pi លើ4ដក pi លើ4យើងជួសកន្លែងនេះហ្នឹងហើយជួសកន្លែងហ្នឹងវាចេញ sin 0ចែក pi លើ4ដក pi លើ4វាចេញ0អញ្ចឹង0លើ0ព្រោះ sin 0ស្មើ0អញ្ចឹងមានន័យថាម៉េចវាចូលរៀងមិនកំណត់0លើ0អញ្ចឹងហើយអញ្ចឹងយើងអាចដាក់ក៏បានមិនដាក់ក៏បានតែបើអាចក៏ដាក់ទៅអញ្ចឹងរៀងបាទ0លើ0នៅក្នុងការធ្វើលំហាត់ពពួកអញ្ចឹងបងអូនគោ3តែបងអូនគោ3អីគោ3ចាំលក្ខណៈខ្លះដែលយើងគួរតែចំណាំមានន័យថា limit នៃ x ខិតទៅជិត0នៃ sin អីនៃ sin uix លើ uix គឺស្មើជាមួយនឹង1បានន័យថាបើសិនជា x ខិតជិត0ហើយអូនឯងយក x ទៅជួសឃើញ uix ក៏0អានេះក៏0អញ្ចឹងមានន័យថាហ្នឹងវាស្មើ1ប៉ុន្តែរបស់យើងអត់ទេដោយសារតែតម្លៃ x របស់យើងវាខិតទៅជិតមិន0 pi លើ4អញ្ចឹងយើងត្រូវធ្វើឲ្យអានេះទៅជាខិតជិត0វិញតាមរយៈការតាំងអញ្ចឹងយើងអាចតាំងអីអូនខ្ញុំអាចឥឡូវខ្ញុំតាំងចុះខ្ញុំតាំងទេស្មើ pi លើ4សំទោសបើសិនជាខិតចិត្ត pi លើ4យើងអាចតាំងទេស្មើ x ដក pi លើ4ហ្មងទៅអញ្ចឹងកាលណាយើងតាំងទេស្មើ x ដក pi លើ4បានន័យថាអីបានន័យថា x វាស្មើអីវាមិនស្មើជាមួយទេបូក pi លើ4មែនអត់បាទបូក pi លើ4អញ្ចឹងក្នុងលំហាត់យើងមាន x ខិតចិត្ត pi លើ4កាលណា x ខិតចិត្ត pi លើ4យើងទាញបានអីនាំឲ្យទេខិតទៅចិត្តម៉ានយើងដើម្បីដឹងថាទេខិតចិត្តម៉ានអូនឯងយកឥឡូវ x ខិតចិត្ត pi លើ4នេះកន្លែងនេះជួស pi លើ4ចូល pi លើ4ដក pi លើ4ស្មើអី0អញ្ចឹងមានន័យថាទេស្មើ0យើងទាញបានទេខិតចិត្ត0អញ្ចឹងទៅពេលណាដែលយើងតាំងរួចហើយ limit របស់យើងคล้ายទៅជា limit មួយទៀតដែលមានទេអញ្ចឹងយើងអាចទាញបានខ្ញុំសុំសរសេរកន្លែងនេះមកបាទយើងអាចទាញបានវាទៅជាអីហើយនេះវាទៅជា limit បាទសំទោសវាទៅជាអី limit ទេខិតទៅចិត្ត0នៃអីបើថាបងឯងពិបាកខ្លាំងកុំមិនចង់កាត់ខ្លាចខុសបងឯងជួសមក x ស្មើទេបូក pi លើ4ចេះយើងមក x កន្លែងនេះយើងជួសដោយទេបូក pi លើ4ណាតមកដក pi លើ4ទៅអាស៊ីនរបស់យើងលើអី pi លើ4ដកអីដក x ណាដកទេបូក pi លើ4អញ្ចឹងទៅជួសមកបើយើងខ្លាចខុសអញ្ចឹងបន្តមកវាទៅជាអីទៀតវាបាន limit បាទទេខិតទៅចិត្ត0នៃអីបូក pi លើ4ដក pi លើ4 0វានៅសល់តែ sin ទេតែមួយគត់ហ្នឹងហើយចុះអានេះបើយើងនេះមករំលាយវងកញ្ចក់យើងគុណសញ្ញាដកចូលវាបានដកទេអានេះទៅជាដក pi លើ4អញ្ចឹង pi លើ4ដក pi លើ4 0បាត់អញ្ចឹងអ្វីដែលយើងនៅសល់គឺអី limit ទេខិតទៅចិត្ត0នៃអី sin ទេលើដកទេដូចខ្ញុំបានបញ្ជាក់អញ្ចឹង sin ទេលើទេស្មើ1ប៉ុន្តែសញ្ញាដកនេះឆ្លើយវាចេញអីដក1អញ្ចឹងរបស់យើង limit ទី1គឺយើងមានប៉ុណ្ណឹងណាបាទចំពោះទី2យើងអាចធ្វើតាមណាទី2យើងអាចធ្វើតាមអាចដដែលខ្ញុំមិនច្បាស់ដែរយើងធ្វើសិនទៅអញ្ចឹងខយើងមានអីគេមាន limit x ខិតទៅចិត្ត0នៃអី1ដកកុសការ៉េ 3x ចែកជាមួយនឹងដក 2x ការ៉េបាទបើយើងជួសមកជួសដំបូងជួសក្នុងกระดาษព្រៀងក៏បានដែរកុស0ស្មើ1
x ស្មើ0វាចេញជាកុស 3x មែនទេកន្លែងនេះបើយើងដាក់ក្នុងกระดาษព្រៀងវាអាចចេះកុសការ៉េវាអត់ខុសគ្នាអំពីកុស 3x លើកជាការ៉េទេវាដូចតែគ្នាទេអញ្ចឹងវាថាកុស0មកដល់ហ្នឹងជួស0 3គុណ0 0ដក2គុណឲ្យ0មួយទៀតអញ្ចឹងឃើញទេអញ្ចឹងកុស0ស្មើប៉ុន្មាន1ដក1អីទៀតពួកយើងលើ0អញ្ចឹងវាបានអី0លើ0មានន័យថាម៉េចវាចូលរៀនមិនកំណត់ខ្ញុំជួសឲ្យដោយសារអីអ្នកខ្លះអាចនឹងអត់ចេះជួសទៀតអញ្ចឹងយើងបរៀនឲ្យអស់ទៅកុំឲ្យសល់ដានបន្ទាប់មកយើងអាចប្រើរូបមន្តកន្លែងនេះតួយ៉ាងដូចយើងការរៀនអញ្ចឹង limit ភាគច្រើនយើងចាំ sin x លើ x sin ការ៉េ x លើ x ការ៉េស្មើ1អីអញ្ចឹងទៅអញ្ចឹងយើងអាចប្រែក្លាយមួយដកកុសការ៉េ 3x ហ្នឹងទៅជា sin បានតាមរយៈរូបមន្តអី1ដកកុសស្អី1វាស្មើនឹង2 sin ការ៉េនៃស្អី1លើ2តោះនេះខ្ញុំដាក់សញ្ញាបូក1ដកកុសនៃបូកនេះវាស្មើ2 sin ការ៉េនៃបូកនឹងលើ2អញ្ចឹងរបស់យើងគឺ 3x អញ្ចឹងវាបានទៅជា limit នៃអីពួកយើង x ខិតទៅជិត0នៃ1សំទោសនៃយ៉ាប់ហ្មងកន្លែងនេះវាចេញ2បាទ limit នៃអត់តន់ start ប្រើ app នឹងអត់តន់ start ទេអញ្ចឹងបានយ៉ាប់មកយើងអាចប្រើវាទៅជា2 sin ការ៉េ 3x លើ2បាទលើដក 2x ការ៉េហ្នឹងហើយអញ្ចឹងយើងនឹកឃើញរូបមន្តមួយទៀតគឺអីគឺបើសិនជាយើងមាន limit x ខិតទៅជិត0នៃ sin n នឹងជានិទុសន្តឬក៏ស្វ័យគុណដែលយើងតែងតែគិតអញ្ចឹងអ៊ុយ x ចែកជាមួយនឹងអ៊ុយ x ស្វ័យគុណ n គឺស្មើអីស្មើ1បាទអញ្ចឹងបានន័យថាអ្វីដែលយើងមានហ្នឹងគឺ 3x លើ2ជាអ៊ុយ x ជាកន្សោមអ៊ុយ x ហ្នឹងឬក៏កន្សោមអ៊ុយហ្នឹងអញ្ចឹងអ្វីដែលយើងត្រូវការដើម្បីបំពេញឲ្យប្រគ្រប់កិច្ចដើម្បីខ្លាចជាមួយហ្នឹងគឺអីគឺ 3x លើ2លើកជាការ៉េអញ្ចឹងមានន័យថាម៉េចធ្វើម៉េចខ្ចីតែមុននឹងខ្ចីហ្នឹងយើងមើល2កន្លែងនេះ2នេះហើយនឹង2ហ្នឹងសម្រួលគ្នាបានអញ្ចឹងវានៅសល់អាក្រោមបានដក1យល់បានទេកន្លែងហ្នឹងបាទនៅសល់ក្រោមដក1អញ្ចឹងទៅអូខេអញ្ចឹងវាទៅជាដកហ្នឹងយើងអាចយកមកមុខបានហ្នឹងហើយ limit x ខិតទៅជិត0នៃអី sin ការ៉េបាទ sin ការ៉េ 3x លើ2អ្វីដែលយើងត្រូវការគឺ 3x លើ2លើកជាការ៉េតោះនេះត្រូវការខ្ចីគេសិនមក 3x លើ2លើកជាការ៉េបន្ទាប់ពីខ្ចីគេហើយតែយើងគួរធ្វើមិនទៀតសងគេវិញទៅ 3x លើ2លើកជាការ៉េបាទចែកជាមួយនឹង x ការ៉េហ្នឹងហើយ x ការ៉េបន្ទាប់មកបាទបន្ទាប់មកយើងធ្វើមិនបានទៀតបន្ទាប់មកកន្លែងនេះជាការពិតបើសិនជាយើងជួសចូលហ្មងគឺអានេះមួយយើងស៊ីសងនេះតាមក្រោយខ្ញុំមិនច្បាស់ទេថាពេលកំណែកគ្រូនឹងឲ្យយើងត្រូវតែបើអាចកុំល្អជាងគូណាតែសម្រួលក្នុងกระดาษព្រៀងទៅកន្លែងនេះយើងអាចដាក់ក្នុងกระดาษព្រៀងមក 3x ការ៉េលើកជា 3x លើ2ជាការ៉េវាបានអី 3x ការ៉េចែកឲ្យ2ការ៉េហើយចែកជាមួយ x ការ៉េអញ្ចឹងវាទៅស្មើជាមួយនឹងអានេះ 9x ការ៉េបាទ3ការ៉េ x ការ៉េវាចេញ 9x ការ៉េលើ4ចែកនឹង x ការ៉េ flip វាមកវាបានទៅជា 9x ការ៉េចែកឲ្យ 4x ការ៉េអញ្ចឹងសម្រួលអស់វានៅសល់ 9 លើ 4 មែនទេដូច្នេះបើសិនតែយើងប្រើតាមលក្ខណៈដែលយើងបានដឹងនេះអានេះវាស្មើ1បាត់ហើយមែនទេដក1គុណឲ្យអានេះដែលយើងសម្រួលទៅវាចេញ 9 លើ 4 សម្រួល x អស់អញ្ចឹងចម្លើយវាចេញបានដក 9 លើ 4 ប៉ុណ្្នឹងឯងបាទអញ្ចឹងមានតែប៉ុណ្្នឹងអរគុណចំពោះទី3ខ្ញុំសុំមិនធ្វើតែបើទី4ខ្ញុំអាចធ្វើឲ្យបានណា limit x ខិតជិត0នៃ x ការ៉េដក x លើតម្លៃ x ខាត់ x limit x ខិតទៅជិត0នៃ x ការ៉េដក x ចែកជាមួយនឹងតម្លៃ x ខាត់នៃ x នៅក្នុងលំហាត់នេះបងប្អូនគ្នានឹងគិតថាតើធ្វើម៉េចចេញជាប់តម្លៃ x ខាត់ហ្នឹង
đôi chương cho bà là chẳng tại dương thơ mách cua thơ bạn mách dương cua nhết mạch mách tiệt à với đây bọn anhត្រូវតែកំណត់ចំណាំតម្លៃដែលខាតនៃ x របស់យើងអ្វីទៅបាត់តែបងឯងគិតថាតម្លៃដែលខាតនៃដក2វាស្មើ2អត់តម្លៃដែលខាតនៃ2ក៏វាស្មើ2ចុះតម្លៃដែលខាតនៃ x វាស្មើប៉ុន្មានទៅឥឡូវយើងសិក្សាវិញតម្លៃដែលខាតនៃដក2ស្មើ2ហេតុអីបានស្មើដក2មានឆ្ងល់ទេដោយសារអីពាក្យថាតម្លៃដែលខាតមួយម៉ាត់គឺវាបន្សុទ្ធធ្វើឲ្យលេខនៅក្នុងនឹងទៅជាវិជ្ជមានអញ្ចឹងមានន័យថាដើម្បីឲ្យដក2ទៅវិជ្ជមានគេជប់មិនមែនទេគឺគេថែមសញ្ញាដកយល់បានទេអញ្ចឹងបានន័យថាម៉េចបានន័យថាប្រសិនបើលេខនៅក្នុងនឹងតម្លៃលេខក្នុងនឹងជាតម្លៃលេខអវិជ្ជមានលទ្ធផលដែលចេញមកគឺត្រូវគុណថែមសញ្ញាដកជាមួយនឹងតម្លៃលេខហ្នឹងដើម្បីឲ្យវាខ្លាចទៅជាវិជ្ជមានតន់បានទេបើសិនជាអានឹងវិជ្ជមានមិនបាច់ទេអញ្ចឹងបានន័យថាម៉េចបានន័យថាក្នុងលក្ខណៈណាដែលតម្លៃនៅក្នុងនឹងអវិជ្ជមានគឺយើងគុណថែមដកបើវិជ្ជមានយើងអត់គុណទេបើយើងសរុបសម្រាប់ x វិញបើសិនជា x នឹងអវិជ្ជមានមានន័យថាម៉េចយើងគុណថែម x យើងគុណដកគណៈដកគុណដកបូកឯងបើសិនជា x តូចជាង0អានឹង0បើសិនជា x ស្មើ0ឯងចុះបើសិនជាតម្លៃនឹង x នឹងវិជ្ជមានចាំបាច់ទៅថែមគុណថែម x ទេអគុណថែមដកអត់ទេអញ្ចឹងវាស្មើ x ដដែលបើ x ធំជាង0ឬក៏ x វិជ្ជមានអញ្ចឹងក្នុងករណីនេះយើងត្រូវសិក្សាទៀតពាក្យថា x ខិតជិត0មួយម៉ាត់គឺវាមានន័យ2ខិតជិត0គឺខិតជិតពីឆ្វេងឬក៏ស្ដាំមានន័យថាតម្លៃ x ហ្នឹងវាអាចតូចជាង0ផងវាអាចធំជាង0ផងពាក្យថាខិតជិតមួយម៉ាត់យល់បានទេដូចអនឯងថាខ្ញុំជាខ្មែរអូនឯងអាចមកពីខេត្តណាអូនឯងមកពីសៀមរាបឯងបាត់ដំបងអញ្ចឹងពាក្យ x ខិតជិត0បានន័យថាម៉េចវាអាចខិតជិតពីឆ្វេងព្រោះតម្លៃលេខបើយើងគូលើបន្ទាត់ចំនួន0អញ្ចេះវាមានខាងស្ដាំអញ្ចេះហើយនឹងខាងឆ្វេងអញ្ចឹងមានន័យថាពេលដែលខិតជិតគឺបានន័យថាខិតជិតពីឆ្វេងឬក៏ពីស្ដាំអញ្ចឹងបើសិនជាខិតជិតពីឆ្វេងមួយករណីគឺមានន័យថាតម្លៃនៃខាត x នឹងអវិជ្ជមានតម្លៃ x នឹងវិជ្ជមានបើសិនខិតជិតពីស្ដាំវាវិជ្ជមានខាងឆ្វេងអវិជ្ជមានខាងស្ដាំវិជ្ជមានអញ្ចឹងត្រូវការសិក្សាពីករណីតោះនេះអញ្ចឹងយើងអាចថាបើអីបើ x ខិតទៅជិត0ឆ្វេងអញ្ចឹងយើងទាញបានអញ្ចឹងមានន័យថាតម្លៃនៃខាត x គឺត្រូវតែអីស្មើដក x តោះអត់អញ្ចឹងយើងបាន limit x ខិតទៅជិត0ឆ្វេងនៃ x ការ៉េដក x ចែកជាមួយនឹងអីដក x អញ្ចឹងកន្លែងនេះយើងធ្វើតាមណាយើងអាចធ្វើតាមរយៈអីកន្លែងនេះបាទចាំតិចខ្ញុំលុបឆាប់អស់អញ្ចឹងអាចធ្វើតាមរយៈយកជាដាក់ x ជាផលគុណសំទោសជាកត្តារួមបាទអញ្ចឹងយើង x មកនេះនៅសល់ x ដក1ចែកជាមួយដក x សម្រួលឆ្វោកអញ្ចឹងយើងជួសលេខចូលមកពេលដែលសម្រួលអស់យើងអាចសរសេរ limit មកតង់ទៀតមកកុំឲ្យថាយើងនេះមក x ដក1លើដក1ចេះអញ្ចឹងជួសមក0ដក1លើដក1អញ្ចឹងដកចែកដកបូក1ចែក1 1មានន័យថាបើ x ខិតជិត0ខាងឆ្វេងហ្នឹងហើយអាហ្នឹងមានពីរករណីអញ្ចឹងបើសិនជាអីបើ x ខិតទៅជិត0ខាងស្ដាំឃើញទេអញ្ចឹងតម្លៃនៃខាត x វានៅតែរក្សា x ដដែលតន់បានអត់កន្លែងហ្នឹងអញ្ចឹងយើងទាញបានអីទៀតវាទៅជាលំហាត់យើងវាទៅជា limit x ខិតទៅជិត0ខាងស្ដាំនៃ x ការ៉េដក x ចែកជាមួយនឹង x អញ្ចឹងយើងយកជាកត្តារួមមក limit x ខិតទៅជិត0ស្ដាំនៃ x កត្តាឲ្យ x ដក1ចែកជាមួយនឹង x ឆ្វោកមកlimit x ខិតទៅជិត0ស្ដាំនៃ x ដក1អញ្ចឹងចម្លើយវាចេញ0ដក1វាស្មើដក1ដូច្នេះក្នុងលំហាត់យើងមានប៉ុណ្ណឹងចំពោះ limit ហេតុអីបានខ្ញុំអត់ធ្វើទី3ដោយសារតែវាមានរឹសយើងអាចគុណនឹងកន្សោមឆ្លាស់វាទៅអញ្ចឹងចំពោះលំហាត់បន្តទៀតគឺយើងចូលអីគេយើងចូល complex បាទខ្ញុំអត់ហ៊ានធានាទេតែបើសិនជាថ្ងៃហ្នឹងខ្ញុំអាច live ដល់ម៉ោងប៉ុន្មានតាមតាណាហ្នឹងហើយអញ្ចឹងប៉ុណ្ណឹងជប់
គេឲ្យចំនួន complex z ស្មើដក1បូកឲ្យ e ឬ3ហើយដក1ដក e ឬ3គេឲ្យយើងគណនាអីបាទគេឲ្យយើងគណនា z អងបូក z ដឺហើយនឹង z អងដក z ដឺ z អងគុណ z ដឺអញ្ចឹងជាដំបូងយើងអាចដាក់មកគណនាអីបាទគណនាខ្ញុំសូមពុះជា2មកហ្នឹងហើយគណនា z អងបូក z ដឺបាទអញ្ចឹងយើងអាចថាមក z អងស្មើបានដក1អីគេទៀតអានេះយើងដាក់សរុបពីលើហើយទៅកុំឲ្យបាក់សេពីបេះដូងបូក e ឬ3ចុះ z ដឺ z ដឺស្មើជាមួយដក1ដក e ឬ3អញ្ចឹងយើងទាញបានអានេះវាទៅជាអីកន្លែងនេះអញ្ចឹងយើងទាញបាន z អងបូកឲ្យ z ដឺគឺវាស្មើជាមួយនឹងដក1បូកឲ្យបូកអីបូក e ឬ3បូកឲ្យដក1ដកឲ្យ e ឬ3ក្នុងការធ្វើបែបនេះអូនឯងអាចនឹងគិតមកតង់ទៀតធ្វើម៉េចរំលាយវងកញ្ចក់សិនអានឹងដូចកើតកូវីដអញ្ចឹងតើតែចេញពីចន្ទតាលិស័កហើយបានយើងអាចតាក់ទងគ្នាបានអញ្ចឹងដូចគ្នាតើតែរំលាយវងកញ្ចក់ចេញសិនបានយើងអាចគណនាអានេះបានជើបានដក1បូកឲ្យ e ឬ3អាក្រោយដើម្បីរំលាយវងកញ្ចក់គុណសញ្ញាចូលបូកគុណនឹងដកវាចេញដកដដែលនឹងឯងបូកគុណដកវាដកនឹងដក e ឬ3បន្ទាប់មកបូក e ឬ3ដក e ឬ3ឆ្វោកអញ្ចឹងវាស្មើដក2អូនឯងអាចសរសេរថាដូចនេះតើគេថាឬក៏នាំឲ្យបើអាចដាក់ដូចនេះពេលប្រឡងបាទ z អងបូក z 2ស្មើជាមួយនឹងដក2បាទបន្ទាប់ទៀតគឺ z អងដក z 2ហ្នឹងហើយអញ្ចឹង z អងដកឲ្យ z 2ស្មើអីកន្លែងនេះកន្លែងនេះយើងអាចធ្វើតាមណាចេញធ្វើតាមដដែលមករំលាយវងកញ្ចក់ដូចមិញគ្រាន់តែការរំលាយវងកញ្ចក់នេះវាខុសគ្នាពីអាមុនខុសគ្នាបែបម៉េចចាំមើលនេះវាបានទៅជាដក1បូកឲ្យ e ឬ3ហើយអានេះដកគុណដកបូក1ដកគុណនឹងដកបូក e ឬ3អញ្ចឹងអានេះឆ្វោកម្ដងដក1បូក1ស៊ីគ្នាខ្ទេចអញ្ចឹងវានៅសល់អី e បូកអានេះពួកយើងឆ្លល់ទៀតបូកគ្នាកើតឥឡូវ x បូក x ស្មើប៉ុន្មាន 2x ចុះអានេះបូកអានេះអញ្ចឹងវា2ដងនៃអាហ្នឹង 2e ឬ3ទៅឬក៏យើងសរសេរឲ្យវាសំណំទៅ 2e 2ឬ3ឬក៏2ឬ 3e អញ្ចឹងអត់អីទេណាបាទចំពោះ z អងគុណ z 2វិញចំពោះ z អងគុណឲ្យ z 2ពាក្យថាគុណកន្លែងនេះបងប្អូនសរសេរប្រយ័ត្នណាអត់មានដាក់គុណចេះទេណាបងប្អូនខ្ញុំលើកឲ្យលើកទៀត 2.3 ហើយ2គុណ3គុណមានន័យថាសញ្ញាគេហៅអីគេសញ្ញាចុចហ្នឹងឬក៏អាបន្តិចហ្នឹងវាមិនវានៅកណ្ដាលតោះនេះតែប្រសិនបើអានេះក្បៀសដូចថា 2.2 ក្បៀស3ឬក៏ 2.3 អញ្ចឹងគឺវានៅក្រោមនៅក្រោមអញ្ចឹងស្អីប្រយ័ត្នខុសអត់ដឹងខ្លួនអញ្ចឹងអានេះវាបានដក1បូកឲ្យ e ឬ3បាទគុណឲ្យដក1ដកឲ្យ e ឬ3កន្លែងតំណែងទាំងអស់គ្នាអាចធ្វើបានដោយប្រើរូបមន្តក៏បានដោយមិនប្រើរូបមន្តក៏បានតាមចិត្តចង់ចំណង់ចំណូលចិត្តប៉ុន្តែបើសិនជាយើងភ្លេចរូបមន្តអីយើងអាចគុណពលាតទៅអានេះបើយើងនឹកឃើញរូបមន្តដែលយើងធ្លាប់រៀនណារូបមន្តមួយខ្ញុំអត់ដឹងឈ្មោះអីទេដឹងតែរូបមន្តបើសិនជាកន្សោម2ឆ្លាស់គ្នាកន្សោម2ឆ្លាស់គ្នាបានន័យថាម៉េចបានន័យថាកន្សោម2ហ្នឹងវាមាន2តួកន្សោម1បើយើងនិយាយសពកន្សោម1វាមាន2តួហើយកន្សោមទាំងពីរហ្នឹងសញ្ញាចន្លោះរវាងទាំងពីរតួហ្នឹងវាឆ្លាស់គ្នាតួយ៉ាងដូចយើងឃើញ a ដក b និង a បូក b ឃើញទេឃើញចន្លោះអាពីរហ្នឹងឆ្លាស់គ្នាដកបូកអញ្ចឹងយើងអាចទាញបានថាពេលអាពីរហ្នឹងគុណចូលគ្នាវាទៅជា a ការ៉េដក b ការ៉េអញ្ចឹងទៅចុះអានេះយើងអាចប្រើបានទេនេះអានេះដូចដក1ដែរប៉ុន្តែឃើញពីរនឹងឆ្លាស់គ្នាបូកដកអញ្ចឹងយើងអាចប្រើរូបមន្តបានគឺដក1លើកជាការ៉េហ្នឹងហើយដកឲ្យ e ឬ3
លើកជាការ៉េប្រយ័ត្នកន្លែងហ្នឹងឲ្យមែនតើអត់មានសរសេរជាមកដក e ឬ3លើកជាការ៉េអានេះគេហៅចេះជីសេះលេងដៃជីសេះលេងដៃប្រយ័ត្នធ្លាក់ខ្ញុំក៏អត់ប្រាប់ដាក់វងកញ្ចក់ឲ្យច្បាស់លាស់ហ្នឹងបន្ទាប់មកដក1លើកជាការ៉េវាស្មើ1ព្រោះដកអានេះវាបានអីដក1លើកជាការ៉េស្មើ1ដូចស្អីដក1លើកជាការ៉េវាស្មើដក1គុណឲ្យដក1តើចុះអានេះទាំងអស់គ្នាគិតថាអានេះស្មើប៉ុន្មានអស់គ្នាឃើញទេ e គុណឬ3មាននិទុសន្ត2មានន័យថា e គុណឬ3ស្វ័យគុណ2អញ្ចឹងវាចែកស្វ័យគុណគ្នាឬក៏វាចែកនិទុសន្តគ្នា e ការ៉េគុណឲ្យឬ3ការ៉េអញ្ចឹងវាបានអី1ដក e ការ៉េស្មើដក1ឬ3ការ៉េឆ្វោកនៅសល់3អញ្ចឹងវាបានដកគុណដកបូក1បូក3 4ប៉ុណ្្នឹងឯងណាចំពោះចំនួន complex ហ្នឹងហើយចំពោះសំណួរខគេឲ្យសរសេរ z អងហើយ z 2ជាទម្រង់ត្រីកោណមៀតកន្លែងហ្នឹងរៀងវេទនាបន្តិចបាទបន្តិចសរសេរចំនួន complex z អងនិង z 2ជាទម្រង់ត្រីកោណមៀតហ្នឹងអញ្ចឹងខ្ញុំមើលប្រធានឡើងវិញបាទឧទាហរណ៍ថាឥឡូវថាទីខសរសេរបាទ z អងស្មើដក1បូក e ឬ3z2 ស្មើជាមួយនឹងដក1ដក e ឬ3ជាទម្រង់ត្រីកោណមៀតមិនសូវស្អាតទេណាបងប្អូនគ្នាត្រីកោណមៀតហ្នឹងហើយត្រីកោណមៀតតើយើងសរសេរជាត្រីកោណមៀតសរសេរបានតាមរយៈអីអូ my god ឈឺកដល់ហើយស្អីទៅជាទម្រង់ត្រីកោណមៀតទម្រង់ត្រីកោណមៀតគឺជាទម្រង់ដែលមានអីគេ z ជាមួយ complex ហ្នឹងស្មើ air កតាឲ្យ coffee ឬក៏ cos alpha បូកឲ្យ e sin alpha តើយើងអាចប្រែក្លាយ z អងស្មើនឹងដក1បូក e ឬ3ទៅជាទម្រង់ចេះបានទេបានហ្នឹងហើយបានបែបម៉េចជាមួយខ្ញុំបញ្ជាក់ដល់គ្នាជំហាននៃការធ្វើនេះខ្ញុំសូមបញ្ជាក់ខ្ញុំកែលំហាត់នេះគឺកែបែបសម្រាប់អ្នកអត់ចេះបើសិនជាយើងអ្នកចេះអាចធុញបន្តិចហ្នឹងហើយអញ្ចឹងជំហានដំបូងយើងដឹងថាគ្រឿងផ្សំរបស់យើងគឺទម្រង់ air cos alpha បូក e sin alpha មានន័យថាយើងត្រូវការ air ហ្នឹងគេហៅថា model ហ្នឹងហើយ model អញ្ចឹង model យើងដើម្បីរក model ឃើញហ្នឹងហើយយើងត្រូវការអី air គឺវាស្មើឬការ៉េនៃអានេះដក1លើកជាការ៉េបូកអីឬ3លើកជាការ៉េអត់យក e មកទេណា no អត់យកទេអញ្ចឹងវាបានអី1បូក3អញ្ចឹងវាស្មើឬ4វាស្មើ2បន្ទាប់មកទៀតយើងចង់រក alpha តើយើងរកតាមណាកន្លែងនេះទាំងអស់គ្នាបើសិនជាយើងគុណពលាតបានន័យថា air cos alpha បូក e air sin alpha មិនអញ្ចឹងមែនអត់អញ្ចឹងដើម្បីរក alpha គឺយើងប្រៀបធៀបឬក៏យើងធ្វើឲ្យឆ្លោះគ្នារវាងតម្រងអានេះផ្នែកពិតហ្នឹងឬក៏ផ្នែកនេះផ្នែកអត់ជាប់ e ហ្នឹងវាជាមួយនឹងអានេះដែលអត់ជាប់ e ដែរយល់បានទេហ្នឹងហើយអញ្ចឹងយើងរកអញ្ចឹងអានេះអត់ជាប់ e ជាមួយអត់ជាប់ e តបហ្នឹងហើយយើងរកទៅយើងអាចរក alpha ហើយយើងអាចបំពេញវាទៅជាទម្រង់ត្រីកោណមៀតអីអញ្ចឹងទៅអញ្ចឹងហើយយើងថាអូខេឥឡូវដោយយើងអាចថាមកយើងអាចរកមក coffee ទាញបាន coffee របស់យើង cos alpha សំទោសវាស្មើជាមួយនឹងដក1ចែកនឹង air នេះលើ2ហើយ sin alpha វាស្មើជាមួយនឹងឬ3លើ2អូខេកន្លែងតនេះរៀងវេទនាបន្តិចចំពោះការរោគមានន័យថាយើងគ្រឿងផ្សំយើងត្រូវការរោគ A ហើយនឹងរោគ alpha មែនទេកៈនេះហ្នឹងយើងត្រូវរោគចឹងហើយប៉ុន្តែអ្នកគ្នាអាចនឹងគិតថាយើងដឹងចេះយើងធ្វើមិនទៀតយើងអាចនឹងគិតដល់ឬមួយគឺដើម្បីរក alpha ចេញគឺរង្វង់ត្រីកោណមៀតយើងគិតចឹងសិននៅក្នុងរង្វង់ត្រីកោណមៀតកន្លែងនេះបងឯងចាំតែកត់ត្រង់ទី1សិនអានេះ cos អានេះ sin មាន3ពិសេស
một mình xét cứ pi lơ vào mối pi lơ 4 hay pi lơ 7 đầm lấy vì rốt môi lơ pí rư pi lơ pí hay rư 3 lơ pí anh ấy môi lơ pí rư pi lơ pí hay rư 3 lơ pí chẳng còn anh đừng cho thà ta cô alpha đừng xin alpha mát này vì sao mà nâng ôn anh cầm toàn cất nhà đó cất là cất tại alpha môi sẵn ạ cất tại cả lành xin smile rư 3 lơ pí sẵn ạ ôn anh sớm mai mở ta xin á để vì match kia về chân rư 3 lơ pí cứ pi lơ 3 nè đừng rồi ôn anh cất pi lơ 3 sẵn và tốt màu dương đăng thà alpha nâng bom ôn mùi pi lơ 3 vậy và tốt mà tiết dương đâu ấy tiết giờ mở đó nèสัญญาđó ban đây thầm mạch nơi không chấm nào cắt tròn tiếng buồn nó không được vùng trời còn miệt bao nhiêu cắt tròn đa đầm lại cô hai đường xin là cô về chấm miến về chấm miến hay xin về chấm miến cứ miến là không cắt tròn tí pi tê chẳng miến này tha dương trâu rô bong ôn rồi bỏ hai lợ bấy nè nó không cắt tròn tí pi tá bong ôn viên nó muối nè đã mấy rô bong ôn anh mở sẵn dương cất trong chất á hai lợ bấy tập pe rô bong ôn vía cứ dương dột 7 đọ mũi mà mán pí phơi chỉ mì cuốn phái lược 7 chắc bong ôn viết cứ pi phái lược 7 chắc dương tiền bán alpha mà nâng pí phái lược 7 dương ai thay bộ pi cả phái chẳng tệ nè sầm rạp ôn đã an toàn cho bà nè chắc dương tiền bán giật ỏng dương vì mà chỉ mùi nâng xong thế nè pí cả ta chỉ mùi nâng cô cái này mình bạch đã pi phái thế mình bạch đã pi cả phái thế nó mình bạch thì xin pi phái lược 7 bà chẳng phần nâng ai ta sầm rạp nè lướn cái con để chạm chè này nè lướn nè để cái chè cái con để chạm wow anh đã pi cho mau tiền mà pi phái lược 7 bộ ấy ý xin pi phái lược 7 đã có đã tới nhưng mà thà ấy đã bán đã cho miễn ấy thế phần tái lớn nó được nhầm gì chẳng nhầm sầm rạp nè đáy còn toàn chè này chẳng là dương châu là ấy kì giật pi mà đòn chẳng giật pi dướng dương đăng thả giật pi dướng vì smile màn bụi dướng giật pi vì smile chỉ mũi đỏ y được 7 mày này bà cái này ní bàn đỏ mũi đỏ áo y được 7 chẳng nhưng ai cho mà e smile tận đại bà chẳng vì smile được cái này đỏ mũi cái bộ ấy đỏ được 7 được chia cái chẳng vì smile được 4 đá vì smile pi phần tái sầm rạp alpha khó khăn pi mùiដោយសារវាដកទាំងពីរអញ្ចឹងយើងបានអីគេកូ alpha វាស្មើដក1លើ2នេះហើយ sin alpha វាស្មើជាមួយដកឬ3លើ2កន្លែងនេះខ្ញុំចង់បញ្ជាក់មួយទៀតអ្នកគ្នាដឹងយើងស្រឡឹងមើលកុំតន់ស្រឡឹងមើលសញ្ញាឬ3លើ2អញ្ចឹងយើងគិតដល់ pi លើ3សិនបន្ទាប់មកយើងមើលសញ្ញាដកទាំងពីរពេលដែល sin នឹងខុសវាដកក្នុងពេលតែមួយអវិជ្ជមានអញ្ចឹងមានន័យថាម៉េចមានន័យថា alpha ហ្នឹងវាច្បាស់ជានៅកាត់ត្រង់ទី3ហើយបងប្អូនរបស់ pi លើ3នៅកាត់ត្រង់ទី3យល់បានទេកន្លែងហ្នឹងអញ្ចឹងតើបងប្អូនរបស់ pi លើ3នៅក្នុងកាត់ត្រង់ទី3ហ្នឹងគឺមានរៀងម៉េចគឺយើងគ្រាន់តែយក3បូក1មកស្មើ4យើងយក4ដាក់មកអានដែល pi លើ3មកចឹងយើងទាញបានទៅជាអី alpha ស្មើ4 pi លើ3បូក2កា pi ចឹងទៅចឹងយើងទាញបាន z ពីយើងគឺវាស្មើជាមួយនឹងអីឈប់ចាំទីវាស្មើជាមួយនឹង2កតាឲ្យកុស4 pi លើ3បូកឲ្យ e sin 4 pi លើ3បាទអញ្ចឹងប៉ុណ្្នឹងឯងដាក់ដូចនេះទៅបន្ទាប់មកទៀតបង្ហាញថា z អង z2 ជារឹសនៃសមីការហេឃើញទេហ្នឹងហើយគេឲ្យយើងបង្ហាញកូបង្ហាញថា z អង z2 នេះ
ជាឬសមីការសមីការZ kíp ដក8ស្មើ0ទាំងអស់គ្នាគិតពេលគិតថាបង្ហាញថាជាឬសមីការអស់គ្នាគិតធ្វើម៉េចធ្វើតាមណាទាំងអស់គ្នាគិតថាគួរតែជួសឬក៏មិនបាច់ទេយល់បានទេមិនបាច់ទេយើងទាញវាយកតែម្ដងមកទាញបែបម៉េចយើងទាញចេះមកឥឡូវយើងទាញរករឹសមកបើសិនជារឹសអាហ្នឹងវាជា Z អង្ស Z2 អាហ្នឹងពិតដែរអូខេអញ្ចឹងយើងមកទាញ Z kíp ដក8ស្មើ0តើអ្នកកុំគិតថា Z kíp ដក8ស្មើ0អ្នកនេះគិតចេះ Z kíp ស្មើ8វាយ O មកនាំឲ្យ Z ស្មើឬ kíp នៃ8ហើយចប់ស្មើ2អត់ប្រើអាហ្នឹងទេខុសមកខុសខ្លាំងអានេះយើងប្រើតាមរូបមន្តមួយទៀតបាទយើងប្រើតាមអីមុន A kíp ដក B kíp ហ្នឹងហើយ A kíp ដកឲ្យ B kíp វាស្មើអី A ដក B កតាជាមួយនឹង A ការ៉េបូកឲ្យ AB បូកឲ្យ B ការ៉េបាទអញ្ចឹងអានេះតួ A ដូចជា Z ចុះ B តើតើអានេះជា kíp យើងអាចកន្លែងនេះ8យើងដឹងថា8ស្មើ2 kíp មែនអញ្ចឹងយើងអាចទាញបានថាសាកមូលឲ្យអី Z kíp ដកឲ្យ2 kíp ស្មើ0មែនទេអញ្ចឹងយើងទាញបាននាំឲ្យយើងប្រើមក Z ដក2កតាឲ្យ Z ការ៉េបូកឲ្យ 2Z បូក4បាទស្មើ0មកកន្លែងនេះបងប្អូនគ្នាឃើញទៀតដោះស្រាយតាមណាចេញទៀតអ្វីដែលទាំងអស់គ្នាគួរតែអីគេគួរតែយល់អរនេះឃើញអា2នឹងគុណគ្នាភាសាមួយទៀតគេហៅកតា2ឬក៏2កតាគុណគ្នាស្មើ0ឬក៏ផលគុណនៃ2កតាស្មើ0បានន័យថាម៉េចបើសិនជាផលគុណនៃ2កតាស្មើ0បានន័យថាកតាមួយក្នុងចំណោមហ្នឹងឬក៏កតាទាំងពីរហ្នឹងត្រូវតែស្មើ0មកវាអត់ដែល2គុណ2ស្មើ0ទេវាច្បាស់ជា0គុណនឹង2 0 2គុណ0 0ឬក៏0គុណ0នេះឯងស្មើ0យល់បានអញ្ចឹងយើងអាចទាញបានថាម៉េចឲ្យ Z ដក2ស្មើ0ឬក៏ Z ការ៉េបូកឲ្យ 2Z បូកឲ្យ4ស្មើ0បន្តមកទៀតយើងអាចទាញរករឹសតាមនេះមកអានេះ Z ស្មើ2ឬអីទាញរកតាមបំពេញការ៉េមកពេញការ៉េមិនទៅបងបំពេញការ៉េតាមចេះមក Z ការ៉េបូកឲ្យ 2Z កន្លែងនេះបំពេញការ៉េខ្ញុំធ្លាប់បញ្យល់ដល់អ្នកខាងមុនហើយវងកញ្ចក់ Z បូកព្រោះអានេះមានការ៉េណាបូកយក2ចែក2មក2ចែក2 1ឆ្វាច់ដក1ការ៉េហើយបូក4ស្មើ0មកអញ្ចឹងយើងទាញបាន Z បូក1លើកជាការ៉េអានេះដក1បូក4ស្មើ3រុញមកណាដក3យើងអាចសរសេរទៅជាអីគេ 3e ការ៉េហេបន្ទាប់មកវាចេញរឹសយើងទាញបានអីគេZ បូក1លើកជាបូក1វាស្មើអីដករឹស 3e ការ៉េឬ Z បូក1ស្មើនឹងរឹស3 e ការ៉េ e ការ៉េស្មើអីគេ e ការ៉េសម្រួលជាមួយរឹសបានវានៅអញ្ចឹងយើងទាញបានទៅជាអីរឹស 3e ឬក៏ e រឹស3បាទក៏បានដែរដក e រឹស3អានេះ e រឹស3អញ្ចឹងយើងទាញបានអីទៅជាអី1 z ស្មើដក1ដក e រឹស3ឬក៏អី z ស្មើជាមួយដក1អីគេទៀតបូកឲ្យ e រឹស3ពិតប៉ុណ្ណឹងចប់យើងឃើញរឹសរបស់យើងសិតតែ z អង្ស z2 ហ្នឹងអញ្ចឹងមានន័យថាពិតហើយយល់បានទេបាទចំពោះលំហាត់បន្តទៀតយើងនិយាយអំពីប្រូបាបអូខេប្រូបាបក៏វាមិនស្រួលណាស់ណាដែរចូលគួរតែដាក់ QR code ទេឲ្យគេ support ចំពោះប្រូបាបនេះខ្ញុំជឿថាអ្នកខ្លះអាចនឹងងាយបាទតែខ្ញុំដូចជាមិនងាយបានទេពួកខ្ញុំខានបរៀនយូរហើយខានបរៀនប្រូបាបនឹងយូរហើយចាឥឡូវ
រោគប្រូបាបដែលគេចាប់បានប៊ូលទាំង3មានលេខសុទ្ធតែចែកដាច់នឹង3រោគប្រូបាបដែលគេចាប់បានប៊ូលតែមួយគត់មានលេខចែកដាច់នឹង3រោគប្រូបាបដែលគេចាប់បានលេខតាមលំដាប់កើនជាស្វីតនូពុនដែលមានផលសងរួម D ស្មើ3បញ្ជាក់លំហាត់ហ្នឹងចេញពី4ណាហ្នឹងហើយអញ្ចឹងរោគប្រូបាបមកបាទប្រូបាបយើងសរសេរប្រធានមកដែលអីគេខ្ញុំសុំខ្ជិលសរសេរហ្មងទៅតែអស់គ្នាពេលប្រឡងសេប្រធានវិញខ្ញុំដាក់តែម្ដងទៅកុំឲ្យវាយូរការខ្ញុំតាងព្រោះនេះតាង A ទៅកុំឲ្យពិបាកសរសេរច្រើនតាង A ជាបាទជាព្រឹត្តិការណ៍ដែលប៊ូលទាំង3ដែលចាប់បានអីគេប៊ូល3មានលេខជាពហុគុណនៃ3ពហុគុណហើយនឹងចែកដាច់ដូចគ្នាដូចលេខ3តែបើសិននេះថាចង់ក្បត់មេបៈទេដាក់ដដែលទៅមានប៊ូល3មានលេខចែកដាច់3ចែកដាច់នឹង3នៅក្នុងករណីនេះខ្ញុំចង់បញ្ជាក់បន្តិចយើងតាំង A ដើម្បីវាងាយតោះណាអញ្ចឹងប្រមូលរបស់យើងដាក់សិនមកតាមប្រមូលរបស់យើងគឺ P នៃ A យើងចង់រកប្រូបាបអញ្ចឹង PA ប្រូបាបនៃព្រឹត្តិការណ៍នេះ PA វាស្មើជាមួយនឹង NA គឺជាចំនួនករណីដែលព្រឹត្តិការណ៍នេះវាកើតឡើងចែកជាមួយនឹង NS ដែលជាករណីទូទៅបែបម៉េចបើសិនជាយើងរៀន NA គេហៅករណីស្រប NS គេហៅករណីអាចពាក្យតករណីស្របមានន័យថាចំនួនករណីដែលវាសមស្របជាមួយនឹងសំណួរឬក៏ព្រឹត្តិការណ៍ដែលកើតឡើងហ្នឹងចុះចំនួនករណីអាចបើយើងគិតហ្មងទៅគឺជាចំនួនករណីដែលវាកើតឡើងដោយមិនប្រកាន់ថាព្រឹត្តិការណ៍ហ្នឹងបែបម៉េចទេតួយ៉ាងដូចក្នុងយើងគេថាគេចាប់បានប៊ូល3ចាប់ប៊ូល3ពីក្នុងធុងក្នុងចំណោម12អញ្ចឹងយើងទឹកប្រកាន់អត់ទេគេគ្រាន់តែចង់ដឹងករណីដែលចាប់ប៊ូល3ពីក្នុងចំណោម12ហ្នឹងវាបានករណីតើអត់កន្លែងហ្នឹងអញ្ចឹងយើងអាចថាមកដោយប៊ូលមាន12បាទមាន12ហើយចាប់3អញ្ចឹងយើងទាញបានអី NS នោះ NS ស្មើអីចាប់3បន្សំ C12 យក3អញ្ចឹងតាមប្រមូល C12 យក3ស្មើអីពួកយើងអញ្ចឹង C មកក្រោម C12 យក3វាស្មើ12 factorial ចែកជាមួយនឹង9 factorial គុណនឹង3 factorial យើងគុណថយក្រោយទៅសម្រួលបានណា12គុណឲ្យ10គុណឲ្យ11ផ្លេចសំទោស12 11គុណឲ្យ9 factorial 3 fact ស្មើ6សម្រួលអស់12ចែក6វាបាន2អញ្ចឹង2 10 20គុណ11 220ករណីឆ្អិនប៊ូលដែលចែកដាច់នឹង3ហ្នឹងហើយអញ្ចឹងយើងអាចថាម៉េចដោយអីគេពួកយើងការចាប់បានប៊ូល3សំទោសព្រឹត្តិការណ៍ដែលចែកអញ្ចឹងមានន័យថាចំនួនករណីដែលស្របនឹងប្រធានណាស្របនឹងគោលបំណងរបស់សំណួររបស់យើងចែកដាច់នឹង3ប្រមាណមានប៉ុន្មានករណីយើងអាចថាដោយ A យើងសេមក A ជាព្រឹត្តិការណ៍យើងអាចតាំងជាសំណុំបាទវាមានអីខ្លះលេខដែលចែកដាច់3 6 9 12ដោយសារប៊ូលយើងវាបង់ពីលេខប៉ុន្មានពីលេខ1ដល់លេខ12ចឹងមែនយើងអាចរាប់មកយើងទាញបាន NA ស្មើ12បាទករណីទៅមកអត់ចឹងយើងទាញបាន PA ស្មើអី P នៃ A របស់យើងវាស្មើ12ចែកឲ្យ220សម្រួល2 6លើ110សម្រួល2ថែមទៀត3លើ55ប៉ុណ្្នឹងឯងណាចំពោះសំណួរខប៊ូលតែមួយគត់មានលេខចែកដាច់នឹង3កន្លែងនេះយើងប្រើគោលការណ៍បំពេញខ្ញុំចូលវគ្គរៀនកាត់តិច
ប៊ូលតែមួយគត់បាទប៊ូលតែយើងអាចតាងនេះមកតាងខ្ញុំអាចតាងមួយទៀតណាបើខ្ញុំបងប្អូនមើលរបៀបខ្ញុំធ្វើតាង B ជាព្រឹត្តិការណ៍ចាំមើលដែលចាប់បានប៊ូលមិនចែកដាច់នឹង3មិនចែកដាច់អស់នេះឃើញទេមិនចែកដាច់នឹង3ខ្ញុំធ្វើមិនកាលណាយើងតាំង B ជាព្រឹត្តិការណ៍ដែលមិនចែកដាច់នឹង3អ្វីដែលយើងរកគឺអីគឺ B បាព្រោះអ្វីដែលគេនិយាយនេះមួយគត់អូសំទោសខ្ញុំច្រឡំយ៉ាងតិចមួយអូកន្លែងនេះសំទោសមួយគត់យ៉ាប់មកព្រឹត្តិការណ៍ដែលចាប់បានប៊ូលតែមួយគត់ចែកដាច់3ខ្ញុំច្រឡំសំទោស sorry មួយគត់ចែកដាច់3ចែកដាច់នឹង3ហ្នឹងហើយអញ្ចឹងយើងអាចមកយើងតាម NS យើងដឹងណាតាម PB វាស្មើជាមួយនឹង NB លើ NS អញ្ចឹងមួយគត់ចែកដាច់នឹង3បានន័យថាម៉េចអា2ទៀតចែកដាច់នឹង3ទេបងប្អូនយល់ទេអញ្ចឹងមានន័យថាម៉េចទាំងអស់មាន12អញ្ចឹងមានន័យថា NB របស់យើងវាស្មើជាមួយនឹងបន្សំនៃ12យកបានសំទោសមួយគត់គុណមានន័យថាម៉េចមានន័យថាទាំងអស់វាមាន3ដល់នេះស្ដាប់ខ្ញុំណាអញ្ចឹងបើមួយគត់ចែកដាច់3មានន័យថាអាមួយនេះគឺត្រូវរើសចេញពីអា4ដែលយើងនេះចែកដាច់នឹង3នេះ4ចែកដាច់3មានន័យថាវាយកមួយរើសមកអញ្ចឹងគឺ C 4 1បន្ទាប់មកយើងគុណប្រើគោលការណ៍ផលគុណដោយសារអីដោយសារតែនេះខ្សែផ្សំគ្នាទាំង3បានបង្កើតបានជាព្រឹត្តិការណ៍ដែលយើងចាប់បាន3ហ្នឹងសំទោសគុណដោយសារអីដោយសារអា1នេះវាត្រូវការអា2ទៀតដើម្បីបំពេញនៅក្នុងការចាប់ប៊ូលចេញ3ចេញពី12ហ្នឹងចេញប្រើគោលការណ៍ផលគុណហ្នឹងហើយបំពេញគ្នាឲ្យបង្កើតបានជាអ្វីដែលយើងកំពុងធ្វើហ្នឹងអ្នកគ្នាបើសិនជាវល់អីអាចសួរបានមិនមានអារម្មណ៍ថាវល់ដូចគ្នាចាំដល់សេគុណសេបានយើងដឹងថាទាំងប៊ូលទាំងអស់មាន12បើ4ចែកដាច់នឹង3មានន័យថាមិនមានអា8ទៀតចាដាច់ទេហើយអា2ដែលយើងគិតនេះគឺវាជ្រើសចេញពីអា8ហ្នឹងគឺ8យក2តោះបានអញ្ចឹងវាបានអីកន្លែងនេះវាស្មើ4គុណ8 2 8 factorial លើ6 factorial ចែក2 factorial តោះគ្នាច្បាស់ជាឆ្ងល់ខ្ញុំចេញអញ្ចឹងចេញមកពីណារូបមន្តណាវាមានរូបមន្តរបស់វាគឺអី CNR បើយើងមាន n ធាតុហើយយើងយក r ចេញពី n ធាតុហ្នឹងគឺវាស្មើ n factorial ចែកជាមួយនឹង n ដល់ r factorial គុណ r factorial ប៉ុណ្្នឹងឯងតមកមិនទៀតបន្ទាប់មកអានេះវាយើងអាចសម្រួលមកវាបាន4គុណឲ្យ8 factorial គុណថយក្រោយដោយសារចង់សម្រួលយើងគុណទៅ7ហើយឈប់ត្រឹម6ចេះមកបន្ទាប់មកវាបាន6 factorial គុណឲ្យ2ចានេះអស់8ចែកនឹង2 4អញ្ចឹងវាបាន4គុណឲ្យ4ដែលយើងចែកមិញគុណ7 7 4ដង28 28គុណនឹង4វាបានប្រមាណ28គុណ4 20គុណនឹង4 80 8 4ដង32 80បូក32 112បាទអញ្ចឹងវាទាញបាន PB ករណី PB ស្មើអី112ចែកជាមួយនឹង220បាទឬក៏យើងសម្រួលវាបាន56ចែក110សម្រួលថែម2ទៀតតើវាបាន28ចែកនឹង55អស់ត្រឹមនឹងឯងណាហ្នឹងហើយប៉ុណ្្នឹងឯង
ចំពោះ probab ដែលមានលេខលំដាប់កើនផលសងរួមស្មើ3តែយើងធ្វើតាមណាកន្លែងហ្នឹងយើងត្រូវរៀបសិនតោះនេះរៀបចាប់ពី1ទៅអានេះរៀងពិបាកបន្តិចណាហ្នឹងហើយកោតាងខ្ញុំតាង B តាង C បាទតាង C ជាព្រឹត្តិការណ៍អីបាទព្រឹត្តិការណ៍ដែលផលចាំតិចអ្នកគ្នាខ្ញុំមើលប្រធានសិនយើងគិតចាព្រឹត្តិការណ៍ដែលប៊ូលមានលេខបាទដែលប៊ូលមានលេខតម្រៀបជាស្វីតនៅពុនបាទជាស្វីតនៅពុនមាន D ស្មើ3ផលសងរួមស្អីទេផលសងរួមវាដកគ្នាអាពីតួវាអញ្ចឹងបើសិនតែយើងផ្គុំទៅវាបានអីអញ្ចឹងវាបាន C យើងសំណុំយើងសេមកវាមានអីខ្លះប៊ូលវាមាន1 4 7វាមាន2 5 8យើងចាប់ផ្ដើមមកហ្នឹងហើយវាមានអីទៀត3 6 9បាទ4 7 10ខ្ញុំ4 7 10 5 8 11 6 9 12មានតែប្រមាណទេបើយើងរៀបទៅវាបានឃើញទេ4ដកឃើញផលសងវាចន្លោះវា3 1 2 3 4 5 6អញ្ចឹងមានន័យថាករណីវាប្រហែល6ករណីបាទអញ្ចឹងយើងទាញបានអីទាញបាន probab នៃ C វាស្មើជាអូផ្លេចដាក់តាមពីលើបងប្អូនកុំភ្លេចដាក់តាមផងតាម 4PC យើងអាចដាក់មកតាមស្មើ NC លើ NS អញ្ចឹងយើងអាចទាញបានអីវាស្មើជាមួយនឹង6ចែកជាមួយនឹង220ដែលសម្រួលទៅវាស្មើនឹង3លើ110ប៉ុណ្្នឹងឯងណាបាទដាក់ដូចនេះផងកុំភ្លេចចំពោះលំហាត់ចប់ត្រឹមហ្នឹងអូកន្លែងនេះចំពោះអានេះចំពោះគេហៅអីគេកុំភ្លេចកន្លែងនេះតើអ្នកគ្នាអាចប្រើវិធីមួយទៀតដឺម៉ូក៏ចេញដែរចាំមើលខ្ញុំអាចធ្វើតាមមួយទៀតអូសន្ទុះអានេះយើងអាចឥឡូវយើងដឹងថា z អងស្មើអី z អងវាមិនស្មើប្រតិកោណមៀតយើងវាមិន2កុសមែនទេអញ្ចឹង2កុស2 π លើ3បូកឲ្យ e sin យ៉ាប់មកខ្ញុំ2កុសសំទោស error បាត់ហើយ error ម៉ាស៊ីនបាត់ហើយកុស2 π លើ3បូកអី e sin 2 π លើ3អញ្ចឹងដើម្បីបញ្ជាក់ថាអានេះជារឹសនៃសមីការនេះយើងជួសតែយើងយកត្រីកោណវាទៅជួសហ្នឹងហើយជួសបែបម៉េចអញ្ចឹងយើងទាញបានអីគេ z អងគីបយើងជួសម្ដងមួយសិនវាបានទៅជាអី2កតាឲ្យកុស2 π លើ3បូកឲ្យ e sin 2 π លើ3នេះគីបមកតើអត់បាទអញ្ចឹងវាបានទៀត2គីបតម្លាក់មក3កូនឲ្យកុស2 π លើ3កូនឲ្យ3នេះអា3នេះតម្លាក់មកពីនេះតាមនេះតាមដឺម៉ូបងប្អូនអាច research បាន sin 2 π លើ3កូនឲ្យ3អញ្ចឹងវាទៅជាអី8អានេះវាទៅជាសម្រួលអស់វានៅសល់2 π បាទបូកឲ្យ e sin 2 π អញ្ចឹងកុស2 π 0សំទោស sin 2 π 0បាត់ហើយវានៅសល់តាកុស2 π ស្មើ1អញ្ចឹងវាស្មើ8យើងទាញបានអី z អងគីបដក8វាស្មើ8ដក8
ស្មើ0បិទបាត់1មកបញ្ជាក់មួយទៀតសិតដើអញ្ចឹងយើងជួសសិតដើទៅតាមដើមកដូចតែគ្នាទេប៉ុណ្្នឹងឯងណានឹងខ្ញុំចូលអនុគមនេះរៀងពិបាកបន្តិចសង្ឃឹមថាអ្នកគ្នាកុំព្រិចភ្នែកណាកន្លែងនេះខ្ញុំសង្ឃឹមថាខ្ញុំអាចដោះស្រាយជើអូចាំតិចចេះមកបឹបអូខេតោះយើងចឹងគេឲ្យយើងគណនា limit x ខិតចិត្តបូកអាណនហើយនឹង0ជាការពិតកន្លែងនេះ0ស្ដាំពេលប្រឡងចាញ់0ស្ដាំហើយចឹង1យើងគណនាមកយើងដាក់គណនាតោះយើងមានអី limit x ខិតទៅចិត្តបូកអាណននៃ fx ចឹងវាស្មើអី fx ចឹងវាស្មើ limit x ខិតទៅចិត្តបូកអាណនជួសមក x ដក5បូកឲ្យ8លិន x លើ x បូកឲ្យ9លើ x បើកចោលមកជួសម្ដងមួយសិនបូកអាណនដក5អូខេបន្តមកទៀតកន្លែងនេះបងប្អូនគុំជួសដាក់បូកអាណនលិនបូកអាណនវាស្មើបូកអាណននឹងឯងប៉ុន្តែកាលណាអានេះបូកអាណនលិន x វាខ្សោយស្គាល់ខ្សោយទេខ្សោយអូខេមិនទៅគិតច្រើនទេលិន2ស្មើប៉ុន្មានលិន2ស្មើ1.មិនមែន 1.1 ទេលិន3ស្មើ 1.1 ចុះលេខ3ប៉ុន្មានបងប្អូនឃើញលិន3ហើយនឹង3ឯលិន3ឃើញអាមួយណាធំជាងគឺ3នៅវានៅទៅធំជាងលិន3ដូចគ្នានឹង x លិន x ចឹងពេល x ខិតជិតបូកអាណនណាបងប្អូនគ្នាចឹងមានន័យថាវាតូចជាងចឹងលេខតូចចែកនឹងអាធំកាលណាវាកាន់តែធំទៅដូច1ចែក1000លានណាវាមិន 0.000000 ចុះបូកអាណនវាច្បាស់ជាខិតជិត0ហើយចឹងយើងដាក់បូកអូច្រឡំបូក0ដាក់ពណ៌លឿងហើយបូកមួយចំនួនចែកនឹងអាណនគឺស្មើនឹង0 9ចែកបូកអាណន0ដូចគ្នាឆ្លើយបូកអាណនបាទចុះ0ស្ដាំរបស់យើង x ខិតជិត0ស្ដាំយើងអាចដាក់0ស្ដាំនៃ fx មកអញ្ចឹងវាស្មើអី limit x ខិតទៅជិត0ស្ដាំនៃ x ដក5បូកឲ្យ8លិន x លើ x បូក9លើ x ជួសម្ដងមួយសិនមកនេះបានអីគឺបាន0មែនទេបាទ0ណាបាទដក5កន្លែងនេះយើងគិតក្នុងกระดาษព្រាងលេងលិននៃ0ស្ដាំគឺខិតជិតបូកអាណន limit ណាបូកអាណនហ្នឹងហើយអញ្ចឹងបូកអាណនចែកជាមួយនឹង0ស្ដាំក្នុង limit គឺស្មើនឹងអីអរគ្នាស្មើបូកអាណនមួយចំនួនចែក0ក្នុង limit ខ្ញុំនិយាយក្នុង limit វាអាស្រ័យលើ0នឹងទៀតដូច9មើលអាចុងក្រោយខ្ញុំប្រាប់អាចារ្យនេះស្មើបូកអាណនអូយខ្ញុំខុសទៀតហើយសំទោសលិននៃ0ស្ដាំស្មើដកអាណនអញ្ចឹងដកអាណនដកចែកបូកដកអាណនណែចុះ9លើ0ស្ដាំ9ចែកនឹង0ស្ដាំនេះវិជ្ជមានមួយចំនួនចែក0វាចេញអាណនសញ្ញាវាបញ្ជាក់ទៅតាមស្ដាំនេះស្ដាំអញ្ចឹងវាចេញបូកអាណនតើយើងគួរតែធ្វើបែបម៉េចនៅក្នុងករណីហ្នឹងធ្វើភ្លាមឬក៏ធ្វើបែបម៉េចជាយោបល់ពីខ្ញុំអ្នកគ្នាគួរតែធ្វើអញ្ចេះយើងអាចដាក់តខំតិចមកបង្រួមវាមកបង្រួម x ខិតជិត0ស្ដាំបាទនៃ x ដក5ដដែលយើងដាក់អានេះមក8លិន x បាទបូក8លិន x បូក9ចែកជាមួយនឹង x
បន្ទាប់មកយើងកន្លែងនេះយើងយក ln x ជាកតារួមមក x ខិតទៅជិត0ស្ដាំនៃ x ដក5បូក ln x កតាឲ្យ8បូកឲ្យ9លើ ln x ហ្នឹងហើយចែកជាមួយនឹង x តោះមកយើងជួសចូល0ដក5ដល់ពភាគ ln x កន្លែងនេះបើសិនជាគិតវាស្មើដកអាណន់ក្នុង limit ណា8បូក9លើ ln x ធម្មតា9ចែកនឹងអាណន់វា0បាត់ហើយអញ្ចឹងវាបាន8បូក0អញ្ចឹងវាគុណនឹង8ចុះអាក្រោមកន្លែងនេះតើអ្នកគ្នានឹងគិតចេញអាណន់ដដែលប៉ុន្តែតើអ្នកគ្នាគិតមើលសំទោសចេញ0ស្ដាំអញ្ចឹងដក5បូកចែកដកចែកបូកចេញដកអញ្ចឹងអាណន់ចែក0វានៅអាណន់អញ្ចឹងចម្លើយវាស្មើដកអាណន់ឃើញទេហ្នឹងហើយច្បាស់កន្លែងហ្នឹងតើមកចូលសំណួរបន្ទាប់ស្រាយបំភ្លឺថាជាអាស៊ីមតូតហ្នឹងហើយគេឲ្យយើងស្រាយបំភ្លឺស្រាយបំភ្លឺទៀតណាស្រាយបំភ្លឺថា y ស្មើនឹង x ដក5ជាអាស៊ីមតូតនៃខ្សែកោង C នៅ x ខាងជិតបូកអាណន់តើនៅខាងជិតបូកអាណន់នឹងបានន័យថាម៉េចកន្លែងនេះខ្ញុំចង់បញ្ជាក់ពីលក្ខណៈនៃអាស៊ីមតូតត្រេតតិចអាស៊ីមតូតត្រេតខាងបូកអាណន់គឺសំដៅលើអីជាការពិតកណ្ដាលខាងបូកអាណន់ឧទាហរណ៍ថាខាងបូកអាណន់គឺនៅកន្លែងនេះព្រោះអានេះអាប់ស៊ីសអញ្ចឹង0អានេះកាន់តែធំ1 2អីអញ្ចឹងទៅ3អញ្ចឹងន័យថាខ្សែកោងចេះឧទាហរណ៍ថាឥឡូវខ្សែកោងចេះអញ្ចឹងបន្ទាត់អាស៊ីមតូតត្រេតវាគៀកមួយខ្សែកោងកាន់តែខិតចិត្តស្ដាំវាកាន់តែគៀកអានឹងឯងគេហៅខាងស្ដាំយល់បានទេហ្នឹងហើយចុះខាងឆ្វេងវាមានគៀកអត់ទេប៉ុណ្្នឹងឯងអរគ្នាបាទអញ្ចឹងធ្វើម៉េចដើម្បីស្រាយបំភ្លឺជាការពិតកាលណាវាកាន់តែគៀកផលសងវាខិតជិត0យល់បានទេអញ្ចឹងបានន័យថាដើម្បីស្រាយបញ្ជាក់ហ្នឹងលុះត្រាតែយើងរកផលសង limit នៃផលសងវាបាទ limit នៃផលសងឬក៏ផលដកសំទោសផលសងរវាងlimit x ខិតទៅជិតបូកអាណន់នៃផលសងរវាងគុំរបស់យើងជាមួយនឹង y អញ្ចឹងខ្ញុំចង់សរសេរ fx សិន fx មិញវាស្មើជាមួយនឹង x ដក5បាទបូកឲ្យអី8 ln x បូក9ចែកជាមួយនឹង x ហើយ y វាស្មើជាមួយនឹងអី y data ឬក៏យើងអាចដាក់ data មកវាមានសមីការអីបាទអញ្ចឹងវាស្មើ x ដក5អញ្ចឹងបើសិនជាយើងសិក្សា limit បាទ x ខិតទៅជិតបូកអាណន់នៃផលសងវាថា x ដក5បូកឲ្យ8 ln x បូក9លើ x បាទអានេះខ្ញុំប្រើនេះដកនឹង x ដក5អ្នកគ្នាគិតឲ្យលេងទៅ x ដក5យើងដកអានេះវាអស់បាត់ហើយហ្នឹងអញ្ចឹងវានៅសល់តែអី limit x ខិតជិតបូកអាណន់នៃ8 ln x បូក9លើ x តើអ្នកគ្នាដឹងស្រាប់ឯតើថាម៉េចបូកអាណន់កាលណាវាជួស ln x វាចេញ ln បូកអាណន់តដែរហើយបូកនឹង9សម្អោចសង្អាហ្នឹងអាហ្នឹងអាចសុចហ្នឹងវាគ្មានធឺអីមកទល់មួយ x ទេចឹងអាលើកខ្សោយជាអាក្រមអញ្ចឹងវាខិតជិត0ផ្លាច់អ្នកគ្នាត្រូវយល់ណាបើសិនជាខ្សែកោងហ្នឹងវាកាន់តែខិតជិតបន្ទាត់នេះកាលណាខិតជិតកាន់តែខិត x ខិតទៅជិតបូកអាណន់ខ្សែកោង2ហ្នឹងខិតជិតចូលគ្នាបានន័យថាម៉េចកាលណា x ខិតជិតអាណន់នៃផលសងរវាងខ្សែកោង2ហ្នឹងរវាងសមីការរបស់ខ្សែកោង2ខ្សែកោងនឹងបន្ទាត់ហ្នឹងគឺវា0អញ្ចឹងឯងអញ្ចឹងយើងទិញបានអីនោះអីគេ y ស្មើនឹង x ដក5ជាអាស៊ីមតូតបាទហ្នឹងមានន័យបែបហ្នឹងណាអាស៊ីមតូតត្រេតនៃអីនៃខ្សែកោង C ខាងបូកអាណន់ហ្នឹងហើយខាង x ខិតជិតបូកអាណន់អីចឹងទៅ
ប៉ុណ្្នឹងឯងឬ complex time ដូចនេះខ្ញុំប្រាប់ទៀតចំពោះប្រសពអូប្រសពកន្លែងនេះអ្នកគ្នាបើសុកឃើញខ្ញុំរៀងអាក់បន្តិចខ្ញុំចូលបន្ទប់ទឹកខ្ញុំចូលដៃវានេះតិចអូខេ coordinate យ៉ាងប្រសពចឹងរក coordinate យ៉ាងប្រសពរកតាមណាគិតមើលតិចយើងអាចរកតាមអីគេផលដកឬក៏ផលសងហ្នឹងហើយអញ្ចឹងដើម្បីរក coordinate យ៉ាងប្រសពមានន័យថាយើងអាចឲ្យវាស្មើគ្នាក៏បានដែរចឹងយើងឲ្យ fx បាទស្មើមួយនឹង y មកតែយើងទាញបានអី x ដក5បូកឲ្យ8 ln x បូក9លើ x គឺវាស្មើជាមួយនឹង x ដក5សម្រួលអស់ហើយហ្នឹងអស់គ្នាឆ្ងល់មិនសម្រួលបានឧទាហរណ៍2ស្មើ2បោះម៉ណេះវាបាន2ដក2សូន្យបាត់ហើយហ្នឹងហើយដល់គ្នាយល់ទេកន្លែងហ្នឹងខ្ញុំបាច់ឲ្យច្រើនទេcoordinate ចំណុចប្រសពរវាងបន្ទាត់ data តែខ្ញុំមានអារម្មណ៍ថាកន្លែងនេះដូចជាអត់មានចម្លើយទេពីព្រោះជប់អូខេមានចាំតិចមានបងប្អូនគ្នាខ្ញុំសុំប្រេកតិចទៅបន្ទប់ទឹកមួយផ្លេតណាស្មើ0មែនទេសុំបន្ទប់ទឹកផ្លេតសុំទោសណា
មកវិញហ៎អញ្ចឹងនៅក្នុងករណីនេះដើម្បីរកតម្លៃ x ណាបងប្អូនយើងត្រូវយល់ចេះវិញប្រភាគយើងដឹងថាយើងមើលក្នុងដែនកំណត់របស់គេឃើញទេកំណត់លើ x ដល់បូកអនន្តបានន័យថាម៉េចតម្លៃ x នៅរបស់យើងនេះគឺអត់0ទេភាសាអង់គ្លេសគេហៅថា non zero ឬក៏មិន0កន្លែងហ្នឹងបងប្អូនអញ្ចឹងអ្វីដែលខ្ញុំចង់ចែករំលែកឬមួយប្រាប់ទាំងអស់គ្នាប្រសិនបើយើងមានប្រភេទហើយមាន x ជាភាគបែងដឹងថាវាមិន0មានន័យថាម៉េចមានន័យថាយើងគ្រាន់តែឲ្យភាគយកស្មើ0គឺចប់ហើយដោយសារអីគ្រប់ប្រភេទដែលភាគបែងមិនមែនជាលេខ0បើសិនជាប្រភេទនឹងស្មើ0បានន័យថាភាគយកត្រូវតែ0ហើយយល់បានបងប្អូនយល់ខ្ញុំនិយាយអត់ដូចភាគបែង2ចុះអញ្ចឹងដើម្បីអាភាគប្រភេទនឹង0នោះត្រូវតែភាគយក0ដែរបើភាគបែងលេខមិនបានក៏ដោយឲ្យតែមិនមែន0អញ្ចឹងន័យថាម៉េចបើភាគនឹង0ន័យថាលើ0ឬក៏យើងនិយាយ0លើ a 0អញ្ចឹងតែជាងអាចទាញបានឲ្យ8លិន x បូក9ស្មើ0អញ្ចឹងយើងទាញបានអី8លិន x ស្មើដក9អញ្ចឹងវាទាញបានអីគេទៀតពេលប្រឡងកុំគូឆូតដូចខ្ញុំហ្នឹងហើយលិន x ស្មើដក9លើ8ដែលអីបាទហ្នឹងហើយយើងអាចទាញបាននាំឲ្យ x ស្មើជាមួយនឹងស្វ័យគុណដក9លើ8ហ្នឹងអញ្ចឹងចុះតែពេលយើងដឹងកន្លែងនេះយើងអាចរកមិននោះយើងទាញបានអីគេពេលសរសេរប្រឡងបើសិនជាអាចកុំសរសេរកណ្ដាលចេះសរសេរចេះមកចូលចាំតិចមកខាងនេះអូខេចេះណាហ្នឹងហើយដាក់នាំឲ្យអញ្ចឹងទៅនាំឲ្យចេះទៅមកសេកណ្ដាលដូចវាអត់តំណងអាចគេចោតយើងចេះមួយចុះ2ណាចេះតែខ្លាចទៅបាទលុបចោលទៅមិនស្ដាយអញ្ចឹងវាបាន9លើ8នោះយើងទាញបាន y x ដក5ឯនេះអញ្ចឹងវាបានសេគុណដក9លើ8ដក5ដែលអីហ្នឹងហើយ coordinate នៃស័ព្ទគឺអី coordinate ចំណុចស័ព្ទបាទគឺដក9លើ8ហើយនឹងដក9លើ8ដក5ប៉ុណ្្នឹងឯងបងប្អូនគ្នាបាទអញ្ចឹងខ្ញុំចូលមួយទៀតលំហាត់គេថាបង្ហាញថាគ្រប់ x នៅលើហ្នឹងគេបាន f'(x) ស្មើប៉ុណ្ណឹងធ្វើម៉េចបាទកន្លែងហ្នឹងកន្លែងនេះខ្ញុំប្រហែលជាធ្វើត្រឹមទី4នេះទេប៉ុណ្ណឹងចូលមកវិញ្ញាសាឈប់អូខេអញ្ចឹងយើងដឹងថាម៉េច f របស់យើង fx យើងវាមិនស្មើអីអ្នកគ្នា x ដក5បូកឲ្យ8លិន x បូក9លើ x មែនអត់អញ្ចឹងយើងរក derivative មកទាញបាននាំឲ្យ f' x របស់យើងស្មើអី x 1ដក5 0បូកនេះអានេះអ៊ុយលើ v អញ្ចឹងបើសិនជាមានអ៊ុយលើ v derivative អ៊ុយលើ v ស្មើអីអ៊ុយព្រីម v ដក v ព្រីមអ៊ុយចែកឲ្យ v ការ៉េអញ្ចឹងវាបានអីអាណាអ៊ុយនេះអញ្ចឹងវាបាន8លិន x បូក9ព្រីមវាចេញ8លើ x គុណឲ្យ x v ដក x ព្រីម1ដក8លិន x បូក9ចែកជាមួយនឹង x ការ៉េបាទតើមកវាស្មើអីទៀតវាស្មើ1បូក8ដក8លិន x បូក9លើ x ការ៉េបាទទាំងអស់បាទប៉ុណ្ណឹងបន្ទាប់មកវាបាន1បូក8បូក98ដកអានេះដកទេសំទោស
mà đọ mùi chẳng bạn đọ mối đọ mây lần x lơ x cà rê và nâng ảnh bao lâm hát cái trong như thả bằng hành thả dx chấm này thả dx mà ấy dx nhưng ai tầm rơ phiệp bài mát đầm bay ấy về x cà rê đọ mây lần x đọ mùi mà lơ x cà rê và trắng ai thả mà đọ đài tàng dx mà vô phiệp vô x cà rê đọ mây lần x đọ mối chẳng nằm ai ấy ok f prim x smart dx lơ x cà rê bật bật đó chào đôi chia phần nâng ấy nhà chăm pua trong cái trong cái đại chọc á nè cái ao dân thầy sức xa thì sẵn cốm đại đăng thầy cái này nè nó cốm dễ x miên chầm lại x mà muối đừng x mà alpha để alpha thông trường muối hệ phiệp cản cho chẳng dân thờ mạch nó trong cả này nấy vì riêng của bạn tích là ngày của bạn tích việc sưu thì bà chẳng như ai thầm máu giữa xa thể phiệp vì ai thả những đăng thả đói fx smart cho mùi nâng dx lơ x cà rê lại đăng thả đôi x cà rê này và thông trình số group x chia được bỏ vì số được đọc bộ ảnh non lúc dừng tiền bạn ấy nốt f prim x miên sẽ nhà đôi dx và tránh sức xa sẽ nhà dx mà đối dx sức xa sẽ nhà dx cứ dừng sức xa mà ai biết mà số mà bay cả này mất á mà số này chẳng tới chẳng đại chẳng như ai thà mà bá và f prim x mà số dừng nòm ai ấy dx có mà số này và chẳng những tiền bán dx dương cứ x cà rê và đo 7 lần x đo màn tiết oh shoot xong tô plot tịnh nữa đo 7 đo mùi á là này bà mà sâu chẳng cái này này gần mũi dương xua từ mình ta dương đăng ấy thà dương ai tin rồi chạy bà này để xài ông này đăng hạt để xài để xa sẽ mấy ca nâng vì miến vì ạc nó cùng phụ thí hay nâng lô gửi chẳng ai tin rồi bàn thì sức xa rồi nhà toàn dân on bàn này chẳng dương trời sức xa sành nhá dê primson toàn này đập bấy phiệp can cho hỏi đập bấy đăng thai việt trâm nà và chẳng cái này nế nhưng ai về bàn thả ô dê prim ismason như ai rốt dê prima chẳng đòi đưa cái dương dạy thà nhà đôi dê prim x cái này nế dương ai pra biệt ấy vì xong hạt pon rồi cái đặt đầy mà đầy bà đầy dê x smart cho mùi nâng x cà rê đọ 7 lần x đọ mùi chẳng những tiền bàn ấy dê prim x vì smart cho mùi nâng pi x đọ 7 lơ x là ngày lần x tại vì mà mùi lơ x chẳng tới tôi bảo việc bài bàn pi x cà rê đọ 7 lơ x bà chẳng dễ x đang cầm nốt video từ tam f đà đó chẳng dương sức xa sẽ nhà dê prim x mà hãy dương tiền rồi sẽ nhà nè chẳng bà sân dê prim x mà sôn dương tiền bàn ấy nòm áo pi x cà rê đọ 7 mà sôn pro x chia được bỏ pi sôn từ đợt bộ anh non cái nhé cái na x khó pi sôn à lỡ bà sân chỉ anh mà sôn à lỡ starter sôn này chẳng những tiền bán nòm áo x cà rê mà 4 để dừng ai tiền bàn ấy nòm x mà pi để xa
យើងអត់យកទេបន្ទាប់មកយើងគូតារាងសញ្ញាសិក្សាសញ្ញាវាមក 2x ការ៉េអញ្ចឹងយើងអាចដាក់ z' x បាទអូបាន x z' x ហើយ zx សិក្សាមកចាប់ពី0ទៅដល់បូកអាណន់ហ្នឹងហើយតម្លៃណាដែលធ្វើឲ្យ zx មក0គេប្រាប់តម្រុយគឺ1តោះនេះប៉ុន្តែក្នុងករណីនេះតើយើងដឹងទេថា alpha ស្មើប៉ុន្មានយើងអត់ដឹងទេយើងមិនដឹងទេយើងគ្រាន់តែដឹងថា alpha ធំជាង1អញ្ចឹងយើងមើលឥឡូវអាកន្លែងនេះ2សិនអានេះ0ហ្នឹងហើយអានេះប៉ុន្មានអានេះយើងអត់នេះទេប៉ុន្តែអាចដាក់ចេះមកកុំឲ្យអត់អញ្ចឹង z'(x) គឺអី degree ទី2ស្ដាំរឹសបើយើងនិយាយសួរស្ដាប់វាការពិតវាត្រូវអាស៊ីនវាត្រូវអញ្ចេះដល់គ្នាដក2ហើយដក2អញ្ចេះវាត្រូវអញ្ចែកកន្លែងនេះអញ្ចឹងបើយើងគិតសងខាងឬសញ្ញាដូច a ផ្ទុយឬសញ្ញានេះអញ្ចឹងអាកន្លែងចន្លោះនេះគឺផ្ទុយបាត់ហើយហ្នឹងវាចន្លោះឬអស់នេះយល់ទេអញ្ចឹងវាផ្ទុយមេគុណ x ការ៉េ a ហ្នឹងគឺមេគុណ x ការ៉េហ្នឹងហើយបូកចានេះបូកអានេះដកតន់អត់ហ្នឹងហើយអញ្ចឹងអានេះយើងមួយមកអានេះដកទាំងពីរបន្ទាប់មកកន្លែងនេះកាលណាដកវាមិនអីក្លាតអានេះដកវាមិនចេះចោះដឹងថានេះ0ហើយចោះទៀត z នៃ2ដឹង z នៃ2តើវាឡើងអញ្ចឹងបងប្អូនគ្នាត្រូវយល់ចេះវិញយើងដឹងថា alpha វាធំជាង1តែប្រកាសថា alpha តូចជាង2មិនប្រកាសយើងមើលលើអានេះសិន z2 បើយើងគិតមកជួសទៅវាបានអី8 ln 2ហ្នឹងហើយ ln 2 z នេះx ការ៉េដក8 ln x ដក1អញ្ចឹងវាបាន4ដក8 ln 2ដក1អា8 ln 2នេះ8គុណ ln 2 ln 2យ៉ាងហោចណាស់ណាបងប្អូនគ្នាក៏0ចុចជាងដែរយល់អញ្ចឹងស៊ីសងមកនេះវាចេញអវិជ្ជមានហើយតែពេលដល់កន្លែងនេះគឺអី alpha ហេតុអីបានខ្ញុំអត់ដាក់ចន្លោះ2ដោយសារអី0វាចុះមកអានេះអវិជ្ជមានវាមិនដែល0ចុះមក0ទេអញ្ចឹង alpha វាច្បាស់ជានៅម្ដុំនេះចាំគូក្រោយទៅ0ហើយឡើងវិញអញ្ចឹងបានន័យថាម៉េចបើយើងសិក្សាសញ្ញាបានន័យថាម៉េចអញ្ចឹងយើងទាញបាននាំឲ្យ z នៃ x ធំជាង0បើអីបើ x ជារបស់ពីណាទៅអរគ្នានេះយើងមិនមែនមើលអានេះយើងមើលអានេះតម្លៃ zx វាចុះត្រឹម0ហើយវាឡើងពីនេះអញ្ចឹងមានន័យថាវាធំគឺអី x ជារបស់ពី0ទៅដល់1ប្រជុំឲ្យ alpha ទៅដល់បូកអាណន់ចុះបើវាអវិជ្ជមានពីណាទៅបើ x ជារបស់ពីអីទៅពី1ទៅដល់ alpha ហ្នឹងអញ្ចឹងយើងទាញបានអីនាំឲ្យ fx ហ្នឹងហើយ fx ស្មើ0បើយើងទាញសញ្ញាមកបើ x ជាគេស្មើ1ឬ x ស្មើ alpha ហ្នឹងហើយឬក៏យើងថាបើថាមិនចង់សរសេរប្រមាណដងទេបងប្អូនគ្នាគូតារាថេរភាពចេះមកតារាថេរភាពរបស់វាមកហ្នឹងហើយអញ្ចឹងយើងទាញបានតារាថេរភាពរបស់ f ចេះមកបាទ x អានេះកន្លែងនេះខ្ញុំគិតថា f សរសេរ f តែម្ដងទៅបងប្អូនគ្នាជោគ f' សំទោស f' ហើយ f ហ្នឹងហើយ f' x ហើយនឹង f បាទអញ្ចឹងយើងរាប់ពី0 1 alpha ហើយបូកអាហ្នឹងយើងដឹងថា f' មិនខ្ញុំច្រឡំ f' វា follow វាយកសញ្ញាតាម zx អញ្ចឹងអានេះ0អញ្ចឹងវាបូកវាដកអញ្ចឹងនេះឃើញទេអូខេកន្លែងនេះចេះយើងអាចទាញមក
ពី0ស្ដាំដកអាណន់ជិះពីខាងលើយើងឃើញអីខ្លាចតែរោ limit ខុសហ្នឹងនេះឃើញដកអាណន់នេះអត់អីទេចឹងចុះអា limit មួយទៀតវាចេញអីបងប្អូនចេញបូកអាណន់ចាំមើលយើងគូត្រូវអត់អានេះចុះបាទអានេះឡើងអញ្ចឹងបងប្អូនបើថានេះខ្លាំងយើងអាចរកអីគេ f នៃ1មក s នៃ1ស្មើបានមុននឹងរកអានេះមកអរគ្នាសុំទោសខ្ញុំនិយាយតាមត្រង់ខ្ញុំខានរៀនទី12នឹងយូរហើយទឹកនឹងរំលឹកវិញទេអញ្ចឹងយើងគិតមក f1 វាស្មើជាមួយនឹង1ដក5បូកឲ្យ8លិន1បូក9លើ1អញ្ចឹងវាបាន1ដក4បូក9វាបាន5អញ្ចឹងអានេះ5អានេះអី alpha អត់ដឹងទេអញ្ចឹង f alpha ទៅអានេះបូកអាណន់មកប៉ុណ្្នឹងឯងថេរភាពអញ្ចឹង live សូមចប់ត្រឹមហ្នឹងអរគុណច្រើនអរគ្នាបាទ